ជំរាបសួរនិងសួស្តីដល់អ្នកគ្នាពួកយើងគឺជានិស្សិតមកពីសាកលវិទ្យាល័យ Bebright ខាងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចហើយថ្ងៃនេះផងដែរពួកយើងបានចូលរួមនៅក្នុងកម្មវិធីសហគ្រិនខ្មែរពួកយើងបានផលិតជាផលិតផលចេញជា prototype តែម្ដងពួកយើងមានជាកាហ្វេកញ្ចប់ពួកយើងមានជា matcha កញ្ចប់និង matcha ហើយកាហ្វេជា10ដែលយើងអាចញ៉ាំបានភ្លាមៗផងដែរហើយថ្ងៃនេះជាថ្ងៃទី1នៃការចូលរួមនៅក្នុងកម្មវិធីសហគ្រិនខ្មែរពួកយើងពិតជាមានអារម្មណ៍សប្បុរសរីករាយខ្លាំងមែនទែនពួកយើងបានបកស្រង់បទពិសោធន៍ជាច្រើនពីសំណាក់វាគ្មិនក៏ដូចជាសំណាក់អាជីវករផ្សេងៗផងដែរហើយនៅក្នុងការផលិតចេញជាផលិតផលទាំងអស់នេះគឺមានការតេស្តយ៉ាងច្បាស់លាស់ហើយពួកយើងបានសិក្សាពីវាទាំងការធ្វើ packaging និងការធ្វើទៅលើរសជាតិផងដែរហើយសម្រាប់ brand របស់ពួកយើងវិញគឺមានឈ្មោះថា Bodemia ហើយអត្ថន័យនៃឈ្មោះ Bodemia នេះផងដែរគឺដកស្រង់ចេញពីពាក្យថា Body គឺដកស្រង់ចេញពីពាក្យថា Cambodia ហើយមៀជាភាសាឡាតាំងមានន័យថា mind ឬក៏ mind អញ្ចឹងបើយើងនិយាយថាកាហ្វេ Bodemia មានន័យបកប្រែជាភាសាខ្មែរគឺកាហ្វេខ្មែររបស់ខ្ញុំឬក៏កាហ្វេកម្ពុជារបស់ខ្ញុំហើយផលរបស់ពួកយើងហើយពួកយើងក៏បានចុះទៅសាកសួរនៅលើទីផ្សារដែលក្នុងនោះពួកយើងបានចុះសួរទៅដល់ supermarket ចំនួន3នៅក្នុងនោះមាន Aeon supermarket មាន Chipmunk supermarket និង Super Duper ផងដែរហើយបន្ទាប់ពីទទួលបាននៅមតិfeedback ពួកយើងសង្ឃឹមថាការដែលទទួលបាន feedback នោះនឹងធ្វើឲ្យអាជីវកម្មយើងកាន់តែល្អនិងរឹងមាំហើយពួកយើងអាចយក feedback ទាំងអស់នោះទៅកែច្នៃនិងពង្រឹងបន្ថែមទៅលើផលិតផលរបស់យើងហើយជាចុងក្រោយពួកយើងក៏សូមជំរុញទៅដល់បងប្អូនសិស្សនិស្សិតទាំងអស់ឲ្យបន្តនៅក្នុងការបង្កើតនៅកំណើនអាជីវកម្មហើយនឹងអាចចូលរួមនៅក្នុងកម្មវិធីផ្សេងៗទៀតនៅថ្ងៃអនាគតសូមអរគុណ